ខ្ញុំបាទ Kevin Date អ្នកតំណាងរាជមណ្ឌលកំពង់ឆ្នាំងសូមគោរពសម្ដេចប្រធានតាមការសង្កេតជាទូទៅលើសេចក្តីព្រាងច្បាប់ស្តីអំពីនីតិវិធីនៃរឿងក្តីរដ្ឋបវេនីដែលមិនមែនជាពាក្យបណ្ដឹងមកដល់ជំពូកទី8នេះក៏ឃើញថាមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញការខ្វះចន្លោះទៅលើក្រមរដ្ឋបវេនីក្នុងគោលដៅនិងគោលបំណងមួយប៉ះប៉ូវនិងបម្រើផលប្រយោជន៍សង្គមក៏ដូចជាសេចក្តីព្រាងច្បាប់ផ្សេងទៀតដែរដែលបានឆ្លងសភាជាហោហែមកនេះឃើញថាមានគុណសម្បត្តិលើសលប់ក្នុងការបម្រើផលប្រយោជន៍សង្គមជាទូទៅប៉ុន្តែបញ្ហាដែលជាចំណោទហើយដែលកំពុងកើតឡើងនៅក្នុងសង្គមយើងបច្ចុប្បន្ននេះគឺការអនុវត្តច្បាប់នៅក្នុងការអនុវត្តច្បាប់មន្ត្រីតុលាការក៏ដូចជាក្នុងជួររដ្ឋាភិបាលមួយចំនួនគឺមានការខុសឆ្គងហើយធ្វើឲ្យកិច្ចការនេះបង្កកង្វល់ដល់រាជរដ្ឋាភិបាលធ្វើឲ្យបង្កបញ្ហាដល់សង្គមជាតិនិងបង្កបញ្ហាដល់ពលរដ្ឋអ្នកស្រុតត្រង់មួយចំនួនធំថ្មីនេះខ្ញុំបានទទួលលិខិតរបស់ក្រសួងយុតិធម៌តែម្ដងដែលមានឯកឧត្តមរដ្ឋមន្ត្រីជាអ្នកចុះហត្ថលេខាធ្វើអន្តរាគមន៍ទៅលើការកាត់សេចក្តីរបស់សាលាដំបងខេត្តកំពង់ឆ្នាំងលើករណីវិវាទមួយគឺវិវាទដីធ្លីរវាងក្រុមហ៊ុន KDC និងពលរដ្ឋនៅភូមិឡពីងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងខ្ញុំសូមអនុញ្ញាតអានលិខិតនេះដើម្បីជាព័ត៌មានជ្រាបហើយជាមូលដ្ឋានដើម្បីយល់ដឹងទាំងអស់ហើយនឹងដើម្បីជាព័ត៌មានតបទៅវិញចំពោះក្រសួងយុតិធម៌ដែលបានចេញលិខិតអន្តរាគមន៍ហើយស្ថិតនៅក្នុងស្ថានភាពបែបណាលិខិតលេខ246កយោប្រូតូចុះថ្ងៃទី12កុម្ភៈឆ្នាំ2010កម្មវត្ថុសំណើរបស់មេធាវីមុតពិសិដ្ឋសូមឲ្យជួយធ្វើអន្តរាគមន៍ទៅសាលាដំបងខេត្តកំពង់ឆ្នាំងលើសំណុំរឿងព្រហ្មទណ្ឌលេខ466ចុះថ្ងៃទី27ខែ9 2006របស់សាលាដំបងខេត្តកំពង់ឆ្នាំងចាត់ការឲ្យបានឆាប់តតាមកម្មវត្ថុនឹងយោងខាងលើខ្ញុំសូមជម្រាបលោកប្រធានថាក្រសួងយុតិធម៌បានទទួលលិខិតលេខ683 10 អាត់ហុករបស់លោកស្រីមេធាវីមុតពិសិដ្ឋការពារក្តីឲ្យឈ្មោះសសុងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ466ចុះថ្ងៃទី27ខែ9ឆ្នាំ2006របស់សាលាដំបងខេត្តកំពង់ឆ្នាំងក្នុងលិខិតនេះបានបញ្ជាក់ថាកាលពីថ្ងៃទី15ខែ9 2006ឈ្មោះសសុងបានដាក់ពាក្យប្តឹងឈ្មោះឌីដឿនទៅសាលាដំបងខេត្តកំពង់ឆ្នាំងពីបទប្រើប្រាស់លិខិតคล้ายបន្ទាប់ពីការស៊ើបអង្កេតបានចប់សពគ្រប់ឃើញថាឈ្មោះឌីដឿនពិតជាបានក្លែងស្នាមមេដៃលើឯកសារទិញលក់ដីពិតប្រាកដមែនដោយយោងទៅលើកុសលវិច័យរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី24ខែមករាឆ្នាំ2007ម្ចាស់ពាក្យបណ្ដឹងបានស្នើសុំឲ្យជួយធ្វើអន្តរាគមន៍លើកយកសំណុំរឿងខាងលើមកចាត់ការដាក់ជំនុំជម្រះឲ្យបានឆាប់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់កូនក្តីរបស់លោកស្រីមេធាវីឈ្មោះសសុងអាស្រ័យហេតុនេះសូមលោកប្រធានចាត់ឲ្យលោកចៅក្រមទទួលបន្ទុកដោះស្រាយរឿងក្តីខាងលើពិនិត្យលទ្ធភាពលើកយកសំណុំរឿងក្តីនេះមកចាត់ការតាមនីតិវិធីប្រកបដោយតម្លាភាពនិងយុត្តិធម៌ជៀសវាងការអូសបន្លាយពេលវេលាធ្វើឲ្យខូចផលប្រយោជន៍ស្របច្បាប់របស់ជនរងគ្រោះនិងរាយការណ៍ជូនក្រសួងដើម្បីបានជាមូលដ្ឋានពិនិត្យពិចារណាចាត់ការតាមច្បាប់សូមលោកប្រធានទទួលការរាប់អានដ៏ស្មោះអំពីខ្ញុំរដ្ឋមន្ត្រីអង្គវង្សវឌ្ឍនាចៅហត្ថលេខានុត្រាខ្ញុំសូមកោតសរជម្រាបជូនឯកឧត្តមថាតម្រង់លើប្រធានបទដែលយើងកំពុងពិភាក្សានោះវាជាប្រធានបទក្រៅពីក្របខ័ណ្ឌនៃការពិភាក្សានៃច្បាប់នេះមិនមែនទៅជាច្បាប់ព្រហ្មទណ្ឌទេឋានទុកនេះសូមតម្រង់មកចាប់អារម្មណ៍មកលើច្បាប់ដែលយើងកំពុងពិភាក្សានេះសូមនេះខ្ញុំបាទសូមអនុញ្ញាតសម្ដេចប្រធានដើម្បីជូនជ្រាបដោយសារច្បាប់នេះក៏ជាការប្រតិបត្តិនៃការអនុវត្តច្បាប់ហើយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលយ៉ាងជ្រាលជ្រៅទៅលើកិច្ចការនេះហើយមកដល់ពេលនេះសាលាដំបងខេត្តកំពង់ឆ្នាំងមិនទាន់បានចាត់វិធានការឡើយទេហើយបញ្ហានេះគឺជាបញ្ហាមួយដែលផ្ដល់នូវភាពឈឺចាប់ដល់ពលរដ្ឋហើយជាក់ស្ដែង
ដែលឈ្មោះសសុងនេះបានជាប់ពន្ធនាគារ2 ឆ្នាំកន្លះមកហើយពីបញ្ហានេះមានន័យថាម៉េចមានន័យថាហើយតើឌីឌឿនជានរណាឌីឌឿនគឺជាមេឃុំតាចេះមេឃុំតាចេះហើយដែលកំពុងតែមានវត្តមានធ្វើការងាររហូតដល់បច្ចុប្បន្នអញ្ចឹងហើយបាទជាខ្ញុំបាទយល់ឃើញថាជាឱកាសនេះដោយសារមានវត្តមានអាដាមរដ្ឋមន្ត្រីហើយបើសិនជាសម្ដេចប្រធានមិនអនុញ្ញាតឲ្យខ្ញុំបាទរៀបរាប់វែងឆ្ងាយក៏ខ្ញុំបាទសូមជាសំណូមពរតែម្ដងគឺដោយសារកាលពីថ្ងៃទី17ថ្ងៃទី18ថ្ងៃទី19ខែឧសភាកន្លងទៅនេះគឺពលរដ្ឋនៅភូមិឡពីងចំនួន150នាក់តំណាងឲ្យ65គ្រួសារបានធ្វើនាំគ្នាកែនគ្នាមកតវ៉ានៅមុខសាលាខេត្តដើម្បីទាមទារសុំធ្វើស្រែនៅលើដីនេះជាបញ្ហារបស់ពលរដ្ឋផ្ទាល់តែម្ដងដែលអ្នកតំណាងរាស្ត្រមិនអាចឈរមើលទេហើយសូមជូនដំណឹងនេះជូនដល់ឯកឧត្តមរដ្ឋមន្ត្រីថាពលរដ្ឋយើងដែលកំពុងមានដំណោះដីនេះក៏ដូចករណីសសុងដែរការដែលមានបញ្ហារវាងក្រុមហ៊ុននេះគឺពលរដ្ឋមិនបានលក់ដីទេគឺបញ្ហាខ្លែងបន្លំឯកសារនេះវារៀលដាលរហូតទៅដល់ពលរដ្ឋ65គ្រួសារលើដីចំនួន106ហិកតាអញ្ចឹងឥឡូវនេះពលរដ្ឋមិនអាចប្រកបធ្វើស្រែចម្ការទៅលើដីរបស់ខ្លួនដោយសារក្រុមហ៊ុនដាក់កងកម្លាំងការពារហើយបញ្ហានេះបង្កើតក្តីកង្វល់ដល់រដ្ឋអំណាចមូលដ្ឋាននិងដល់អ្នកតំណាងរាស្ត្រដែលត្រូវតែឈឺឆ្អាលយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះយ៉ាងដូចនេះហើយពលរដ្ឋទាមទារទៅធ្វើស្រែប៉ុន្តែมันអាចចូលធ្វើបានទេហើយដឹងហើយថាបញ្ហាស្រែចម្ការចំពោះអ្នកកសិករបើមិនបានធ្វើស្រែគឺបញ្ហាជីវិតរបស់ខ្លួនផ្ទាល់ហើយគឺมันអាចរស់បានទេបើមិនជាមិនអាចធ្វើស្រែដូច្នេះនេះជាការងារបន្ទាន់ដែលត្រូវតែសង្គ្រោះជាបន្ទាន់ហើយខ្ញុំបាទសំណូមពរដល់ក្រសួងយុតិធម៌ដែលមានឯកឧត្តមរដ្ឋមន្ត្រីមេត្តាចាត់វិធានការនេះជាបន្តទៅទៀតឲ្យបានឆាប់បំផុតនិងមានប្រសិទ្ធភាពបំផុតចំពោះករណីសសុងក៏ដូចជាករណីដីភូមិឡពីងទាំងមូលដែលពាក្យបណ្ដឹងដូចគ្នានេះនៅតុលាការសាលាដំបងខេត្តកំពង់ឆ្នាំងសូមមេត្តាចាត់វិធានការយ៉ាងម៉េចដោះស្រាយដើម្បីឲ្យពលរដ្ឋនេះបានធ្វើស្រែទៅលើដីស្រែរបស់ខ្លួនដែលធ្លាប់ធ្វើរៀងរាល់ឆ្នាំហើយដែលកំពុងមានវិវាទហើយដែលមិនមែនជារដ្ឋអំណាចទៅខាំងទេគឺក្រុមហ៊ុននេះខាំងតែម្ដងសូមឲ្យឯកឧត្តមមេត្តាជ្រាបហើយសូមបញ្ជាក់ទៀតថាការទិញដូរដីកន្លងមកនេះក្រុមហ៊ុនបានទិញបានច្រើនក៏ពិតមែនប៉ុន្តែដោយឡែកដីដែលកំពុងមានទំនាស់ចុងក្រោយនេះគឺច្បាស់ជាដូចគ្នានឹងដីដែលសសុងមានការក្លែងបន្លំឯកសារដោយមេឃុំហើយក្នុងនោះមានឈ្មោះថៃហ៊ីដែលជាមេភូមិតាជេនេះជាអ្នករត់ការទិញដីឲ្យក្រុមហ៊ុនតែម្ដងសូមមេត្តាអភ័យទោសដែរចំពោះសម្ដេចប្រធានគឺដោយសារបញ្ហានេះគឺជាបញ្ហារបស់ពលរដ្ឋយើងទាំងអស់គ្នាហើយទោះបីថាខ្ញុំបាទចេញអំពីកម្មវត្ថុនេះមែនប៉ុន្តែគឺជាការឈឺឆ្អាលរបស់រាជរដ្ឋាភិបាលហើយនិងសភាជាតិទាំងមូលសូមអរគុណ